អេរ៉ង់បានផ្ញើសារសំខាន់ជាលើកដំបូងអំពីការបន្ធូរបន្ថយការកើនឡើងនៃសន្ទុះបន្ទាប់ពីប្រធានាធិបតីអេរ៉ង់លោកម៉ាស៊ូត ពេសាស្ទៀនបាននិយាយនៅក្នុងអសក្តិថ្លែងការណ៍ដែលបានកត់ត្រាទុកមុនថាទីក្រុងតេហេរ៉ង់នឹងបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងនៅក្នុងឈូងសមុទ្ររបស់ខ្លួនក្រោមលក្ខខណ្ឌមួយចំនួននៃការវាយប្រហារថ្មីជាច្រើនដែលបានរាយការណ៍ក៏ប៉ុន្តែយ៉ាងណាក្តីការបាញ់បង្ហោះគឺជាចំនួនដ៏ធំបំផុតចាប់តាំងពីសង្គ្រាមដែលបានចាប់ផ្ដើមហើយស្របពេលជាមួយទៅនឹងខួបមួយសប្តាហ៍នៃការសម្លាប់របស់មេដឹកនាំកម្ពុជាយ៉ាងណាក្តីប្រធានាធិបតីរូបនេះបានពន្យល់ថាការសម្រេចចិត្តបញ្ឈប់ការវាយប្រហារលើឈូងសមុទ្រលុះត្រាតែការវាយប្រហារលើប្រទេសអេរ៉ង់មានប្រភពចេញពីទឹកដីនៃប្រទេសទាំងនោះត្រូវបានគេធ្វើឡើងកាលពីថ្ងៃសុក្រនៅព្រឹកថ្ងៃសៅរ៍អេរ៉ង់បានបាញ់មីស៊ីលផ្លោងចំនួន16គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន120គ្រឿងទៅលើប្រទេសអារ៉ាប់រួមបើទោះបីយ៉ាងណាក៏ដោយនៅក្នុងអ្វីដែលជាការអត្ថាធិប្បាយកម្រិតខ្ពស់បំផុតរហូតមកដល់ពេលនេះពីប្រទេសអារ៉ង់លោកប្រធានាធិបតីបានសុំទោសទៅដល់អ្នកជិតខាងរបស់លោកសម្រាប់ការវាយប្រហារជាច្រើនថ្ងៃដែលបានបង្កឲ្យមានការភ័យស្លន់ស្លោនៅក្នុងតំបន់ដែលធ្លាប់គិតថាមានសុវត្ថិភាពនោះជាការកត់សម្គាល់ចាប់តាំងពីការចូលកាន់តំណែងមេដឹកនាំកំណែតម្រង់បានបង្ហាញខ្លួនឯងជាមួយទៅនឹងការសោកស្ដាយស្ទើរតែឥតឈប់ឈរដោយបានចេញសារសុំទោសជាសាធារណៈជាច្រើនដងនៅក្នុងកំឡុងពេលនៃការកាន់តំណែងចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចជាតិការសម្លាប់បាតុកររាប់ពាន់នាក់នៅក្នុងកំឡុងពេលធ្វើបាតុកម្មនិងភាពអសកម្មនៃរដ្ឋាភិបាលខ្លួនឯងយ៉ាងណាក្តីឥឡូវនេះកំពុងតែសុំទោសក្នុងនាមកងកម្លាំងប្រដាប់អាវុធរបស់អេរ៉ង់ដោយនិយាយថាពួកគេធ្វើសកម្មភាពលើសិទ្ធិអំណាចរបស់ពួកគេហើយបានធ្វើអ្វីដែលជាការចាំបាច់ដើម្បីការពារមាតុភូមិរបស់ពួកគេដោយសេចក្តីថ្លៃថ្នូរនិងកងកម្លាំងដែលជាសារដដែលអំពីមេដឹកនាំអេរ៉ង់មួយចំនួនដែលបង្ហាញអំពីភាពត្រឹមត្រូវនៃការកំណត់គោលដៅយ៉ាងធ្ងន់ធ្ងរនៃទីក្រុងនានានៅទូទាំងរដ្ឋឈូងសមុទ្រអារ៉ាប់វាមិនច្បាស់ទេថាតើការប្រកាសរបស់ក្រុមប្រឹក្សាអ្នកដឹកនាំដែលឥឡូវនេះប្រធានាធិបតីជាសមាជិកបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលបានសម្លាប់មេដឹកនាំសំខាន់ផ្សេងទៀតស្របតាមគោលដៅរបស់កងកម្លាំងប្រដាប់អាវុធឬកងឆ្មាំបដិវត្តអ៊ីស្លាមដ៏មានឥទ្ធិពលដែលហៅកាត់ថា IRCG ដែលបានធ្វើសកម្មភាពដោយឯករាជ្យនៅវិធានការផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលយ៉ាងណាក្តីការអត្ថាធិប្បាយរបស់ប្រធានាធិបតីប៉ាសាស្ទៀនដែលបាននាំមកនៅការទូស្បើយនៅទូទាំងរដ្ឋឈូងសមុទ្រអារ៉ាប់បើទោះបីជាយ៉ាងណាក៏ដោយកាំជ្រួចដែលបានហោះពីលើភ្លាមបន្ទាប់ពីសន្ទរកថារបស់លោកដែលបានបង្ហាញថាវាលឿនពេកនៅក្នុងការនិយាយថាតើការវាយប្រហាររបស់អេរ៉ង់បានបញ្ឈប់ឬយ៉ាងណាហើយការអត្ថាធិប្បាយរបស់លោកក៏បានតបជាប់មកជាមួយទៅនឹងលក្ខខណ្ឌថាទឹកដីនៃរដ្ឋឈូងសមុទ្រអារ៉ាប់ដែលមានមូលដ្ឋានទ័ពធំជាច្រើនរបស់សហរដ្ឋអាមេរិកមិនត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារប្រឆាំងទៅនឹងអេរ៉ង់ឡើយការិយាល័យរបស់លោកពេសាស្ទៀនជាការកត់សម្គាល់មិនយូរប៉ុន្មានបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេរ៉ង់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានសរសេរនៅលើបណ្ដាញ Truth Social ថាប្រទេសអេរ៉ង់បានចុះចាញ់នឹងប្រទេសជិតខាងនៅមជ្ឈមបូព៌ារបស់ខ្លួនហើយថាវានឹងរងការវាយប្រហារយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះជាមួយទៅនឹងតំបន់នៃប្រទេសកំពុងស្ថិតក្រោមការពិចារណាសម្រាប់ការបំផ្លិចបំផ្លាញពេញលេញនិងការសម្លាប់ដោយជាក់លាក់យ៉ាងណាក្តីកងទ័ពអេរ៉ង់បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយបាននិយាយថាប្រសិនបើសកម្មភាពវាយលុកប្រឆាំងទៅនឹងអេរ៉ង់នៅតែបន្តមូលដ្ឋានយោធានិងផលប្រយោជន៍ទាំងអស់នៃបទអក្រិតជនរបស់សហរដ្ឋអាមេរិកនិងរបប Zionist คล้ายៗនៅលើទឹកដីនិងដែនសមុទ្រនិងផ្លូវអាកាសនៅក្នុងតំបន់នឹងក្លាយទៅជាគោលដៅដ៏ចម្បងនៃការវាយកំទេចនិងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលនៃសាធារណរដ្ឋអេរ៉ង់ភាពជាអ្នកដឹកនាំខ្វះចន្លោះប្រធានាធិបតីអេរ៉ង់បានធ្វើការអត្ថាធិប្បាយរបស់លោកចំពេលខ្វះចន្លោះនៃភាពជាអ្នកដឹកនាំនិងភាពមិនច្បាស់លាស់លើផ្លូវឆ្ពោះទៅមុខសម្រាប់អេរ៉ង់នៅក្នុងក្រុមប្រឹក្សាដឹកនាំឧបជិតជាន់ខ្ពស់អាយ៉ាតូឡាអាលីរេហ្សាអារីហ្វីអាយុ67ឆ្នាំជាសមាជិកដ៏មានឥទ្ធិពលនៃក្រុមប្រឹក្សា Guardian និង Glolam Bozen លោក Mohsen Eche ដែលជាប្រធានតុលាការដ៏ល្បីល្បាញ
ហើយពួកគេបានរួមគ្នាបង្កើតនៅអាជ្ញាធរបណ្ដោះអាសន្នដើម្បីគ្រប់គ្រងនៅកិច្ចការប្រទេសរហូតដល់អ្នកស្នងតំណែងពីលោក Khamenei ត្រូវបានជ្រើសរើសនៅពេលដែលក្រុមប្រឹក្សានេះតស៊ូដើម្បីគ្រប់គ្រងកិច្ចការនៅក្នុងសម័យកាលសង្គ្រាមសម្រាប់ប្រជាជនចំនួន96លាននាក់ឥឡូវនេះស៊ូទ្រាំទៅនឹងការវាយប្រហារដោយយោធាដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសពួកគេនិងកងកម្លាំងរបស់អ៊ីរ៉ង់ឥឡូវនេះជាមួយទៅនឹងមេដឹកនាំបណ្ដោះអាសន្នបានคล้ายទៅជាឯករាជ្យនិងឯកោភាគច្រើនបើសូម្បីតែប្រទេសអ៊ូម៉ង់ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ដែលមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយអ៊ីរ៉ង់ក៏ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ផងដែររដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាប់បាសអារ៉ាជីបាននិយាយថាការវាយប្រហារមិនមែនជាជំរឿនរបស់រដ្ឋាភិបាលទេហើយថាទីក្រុងទីអ៊ីរ៉ង់បានណែនាំទៅកងកម្លាំងប្រដាប់អាវុធរួចហើយឲ្យអនុវត្តនឹងការប្រុងប្រយ័ត្ននៅក្នុងការជ្រើសរើសគោលដៅក៏ប៉ុន្តែបាននិយាយថាអង្គភាពនយោបាយកំពុងតែមានការរីកចម្រើនឯករាជ្យនិងឯកោបន្តិចលោកបានប្រាប់អាល់ហ្សាហ្សេរ៉ានៅក្នុងសប្តាហ៍នេះថាពួកគេកំពុងតែធ្វើសកម្មភាពដោយផ្អែកទៅលើការណែនាំទូទៅដែលបានផ្ដល់ឲ្យពួកគេជាមុននៅក្នុងអសញ្ញាដែលអាចកើតមាននៃភាពមិនចេះអត់ធ្មត់បព្វជិតដ៏លេចធ្លោមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់បានជំរុញឲ្យមានការបោះឆ្នោតយ៉ាងឆាប់រហ័សនៃមេដឹកនាំកម្ពុជាថ្មីការបោះឆ្នោតជ្រើសរើសមេដឹកនាំកម្ពុជាថ្មីគឺជាដំណើរការដ៏សម្ងាត់និងស្មុគស្មាញដែលដាក់កម្រិតចំពោះបព្វជិតមកពីក្រុមប្រឹក្សាដែលហៅថាសភាអ្នកជំនាញនីតិវិធីដែលត្រូវបានអនុវត្តតែម្ដងគត់គឺកាលពី37ឆ្នាំមុននៅពេលដែលស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាមអាយ៉ាតូឡារ៉ុលឡូឡាខេម៉ានីដែលបានទទួលមរណភាពហើយលោកខេម៉ានីត្រូវបានជ្រើសរើសជាអ្នកដឹកនាំនិងស្នងតំណែងរបស់លោករហូតមកដល់ពេលបច្ចុប្បន្នជាការកត់សម្គាល់លោកខេម៉ានីត្រូវបានជ្រើសរើសជាមេដឹកនាំកម្ពុជាក្នុងរយៈពេល24ម៉ោងគណៈដែលបព្វជិតបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដើម្បីបំពេញចន្លោះប្រហោងដ៏ធំដែលបានបន្សល់ទុកដោយអាយ៉ាតូឡាអាលីខេម៉ានីជាទីគោរពមេដឹកនាំថ្មីបានបន្តគ្រប់គ្រងរយៈពេល37ឆ្នាំមុនពេលដែលធ្វើឃាតថ្ងៃនេះសាធារណរដ្ឋអ៊ីស្លាមទទួលស្គាល់ថាខ្លួនកំពុងតែប្រឈមមុខទៅនឹងវិបត្តិអស្ថិរភាពហើយកំពុងដំណើរការដោយប្រុងប្រយ័ត្នបំផុតនៅក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់ខ្លួន